នេះជាបង្ហាញកូនទុំតែអាយុ22សប្តាហ៍អានេះគឺតុំសិតអានេះស្រីរាងភេទលឹងណានេះក៏ភ្លៅនេះជង្គង់បាទនេះក៏ភ្លៅនេះជង្គង់ណាអញ្ចឹងអានេះវាដេកនៅក្នុងស្ថានភាពមួយដែលយើងថតត្រឹមមកកណាត់ទ្រូងពោះចុះក្រោមអញ្ចឹងនៅក្នុងប្លង់មួយនេះអញ្ចឹងបានន័យថាថត 3D 4D ឃើញអានេះប្រដាប់ភេទទូនេះមេរបស់វាទូនេះដងលឹងឲ្យពងផ្លោកវានៅខាងក្រោមនេះតុំសិតណាហើយនេះឯងតុំសិតដែលយើងនៅលើក្បាលពោះមុនមិនតាន់កើតចេញមកគេកាត់តុំសិតឡើងនេះហើយតបមកវាជ្រុះទៅជារុនសិតបច្ចុប្បន្នកាលនៅក្នុងពោះការរស់រានមានជីវិតរបស់ទារកគឺពឹងផ្អែកទៅលើតុំសិតឯងនាំជីជាតិវីតាមីនពីម្ដាយជាពិសេសក្របឈាមក្រហមដែលមានអុកស៊ីហ្សែនចូលទៅក្នុងខ្លួនទារកហ្នឹងគឺទារកនៅក្នុងទឹកមុខមាត់គាត់ហ្នឹងมันអាចគេហៅថាដកដង្ហើមយកបានទេតើមានខ្យល់អុកស៊ីហ្សែនទៅអញ្ចឹងពេលខ្លះកូនអាចឈឺនោមណាអញ្ចឹងនេះជង្គង់សងខាងនេះយើងថតមកកណាត់ត្រឹមខ្មងជើងមកលើនេះគេលាក់ក្បាលជង្គង់ណាអញ្ចឹងយើងស្គាល់ហេតុអីទៅគេហៅថាទារក 3D 4D ដែលយើងមើលភេទឃើញច្បាស់ចេះនេះ